សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកយន្តហោះចម្បាំង F-16 អនុវត្តបានប្រហែល 80% នៃបេសកកម្មប្រយុទ្ធរបស់កងទ័ពអាកាសអ៊ុយក្រែនយន្តហោះចម្បាំង F-16 ដែលផ្ដល់ដល់ប្រទេសអ៊ុយក្រែនជាផ្នែកនៃជំនួយយោធាអនុវត្តប្រហែល 80% នៃប្រភេទប្រយុទ្ធទាំងអស់ដែលហោះហើរដោយកងទ័ពអាកាសអ៊ុយក្រែននេះបើយោងទៅតាមរបាយការណ៍ដែលបានចុះផ្សាយដោយទស្សនាវដ្តី Air and Force Spaceជាពិសេសនៃយន្តហោះចម្បាំងទាំងនេះត្រូវបានប្រើប្រាស់ដើម្បីស្ទាក់ចាប់នៅកាំជ្រួតនាវារបស់រុស្ស៊ីនិងយន្តហោះគ្មានមុនរបើក Zahid Kamikav បើយោងទៅតាមការបោះពុម្ពផ្សាយកាលពីដើមខែកន្លងទៅនេះអ្នកបើកយន្តហោះ F-16 ជនជាតិអ៊ុយក្រែនដែលមានសញ្ញាហៅថា AB កាលពីមុនដែលបានបញ្ជានៃយន្តហោះចម្បាំង MiG-29 បានទៅទស្សនវិជ្ជាស្ថាន Mitchell សម្រាប់ការសិក្សាអវកាសនៅអាមេរិកនៅទីនោះគាត់បាននិយាយអំពីតួនាទីដ៏សំខាន់ដែលយន្តហោះចម្បាំងទាំងនេះបានដើរតួក្នុងការការពារដែនអាកាសរបស់អ៊ុយក្រែនយោងទៅតាមការលើកឡើងពីលុតរបស់អ៊ុយក្រែនដែលធ្វើប្រតិបត្តិការផ្លូវអាកាសជោគជ័យរាប់រយលើករួចមកហើយដែលបានវាយប្រហារទៅលើមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីដែលបានហោះចូលដែនអាកាសរបស់ពួកគេកូននាវាតូចមួយនៃយន្តហោះ F-16 របស់អ៊ុយក្រែនដែលដំណើរការដោយអ្នកបើកយន្តហោះ F-16 មានចំនួនកំណត់បច្ចុប្បន្នកំពុងអនុវត្តប្រហែល 80% នៃប្រភេទទាំងអស់ដែលហោះហើរដោយកងទ័ពអាកាសអ៊ុយក្រែនអត្ថបទនេះក៏បានកត់សម្គាល់ផងដែរថាបើទោះបីជាកងទ័ពអាកាសរបស់អ៊ុយក្រែនមិនទទួលបានការកែប្រែទំនើបបំផុតនៃ F-16 ក៏ដោយក៏អាកាសយានិកអ៊ុយក្រែនកំពុងបង្ហាញអំពីសមត្ថភាពដ៏ខ្លាំងក្នុងការទាក់ទាញគោលដៅពីអាកាសរបស់សត្រូវក៏ដូចជាការធ្វើនៃការវាយប្រហារទៅលើគោលដៅនៅលើដីផងដែរក្រៅពីកម្មជ្រួចបាញ់ពីអាកាសទៅអាកាសអ្នកបើកយន្តហោះអ៊ុយក្រែនក៏ប្រើនៅកាណុងរបស់យន្តហោះដើម្បីស្ទាក់ចាប់នៅយន្តហោះគ្មានមនុស្សបើកកាលពីខែកញ្ញាកន្លងទៅវីដេអូដែលត្រូវបានចេញផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតដែលបានបង្ហាញអំពីយន្តហោះ F-16 របស់អ៊ុយក្រែនដែលទទួលបានភាពជោគជ័យទៅលើការបំផ្លាញនៃយន្តហោះគ្មានមនុស្សបើក Zahid Kamikav របស់រុស្ស៊ីដោយប្រើនៅកាណុង Vulcan 6 ធុង 20 មីលីម៉ែត្រអ៊ុយក្រែននិងហូឡង់បានចុះអនុស្សរណៈស្ដីអំពីការផលិតយន្តហោះគ្មានមនុស្សបើករួមគ្នាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលបានប្រកាសនៅថ្ងៃទី10ខែតុលាថាអ៊ុយក្រែននិងហូឡង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីអំពីការផលិតយន្តហោះគ្មានមនុស្សបើកយន្តហោះគ្មានមនុស្សបើកដែលបានបង្ហាញអំពីធាតុផ្សំដ៏សំខាន់នៃវិស័យការពារជាតិរបស់អ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបានចាប់ផ្ដើមនៃការលុកលុយពេញលក្ខណៈរបស់ខ្លួននៅឆ្នាំ2022ដែលបានផ្ដល់ឲ្យនៅការឆ្លប់យកការកំណត់គោលដៅនិងការគ្រប់គ្រងជាយុទ្ធសាស្ត្រនៅលើសមរភូមិកិច្ចព្រមព្រៀងថ្មីៗនេះដែលមានគោលបំណងពង្រីកសមត្ថភាពផលិតយន្តហោះគ្មានមនុស្សបើកក្នុងស្រុករបស់ទីក្រុងគីវដើម្បីរក្សានូវនិរន្តរភាពនៅបង្កើននូវប្រតិបត្តិការទាំងនេះលោក Zelensky ដែលបានជួបជាមួយនឹងរដ្ឋមន្ត្រីការពារជាតិហូឡង់លោក Robert Brekelដើម្បីបញ្ចប់នៃកិច្ចព្រមព្រៀងនេះដោយពិពណ៌នាអំពីការផលិតយន្តហោះគ្មានមនុស្សបើកថាវាជាផ្នែកមួយដ៏មានសក្តានុពលបំផុតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងប្រធានាធិបតីអ៊ុយក្រែនបានថ្លែងអំណរគុណទៅដល់រដ្ឋាភិបាលហូឡង់នាយករដ្ឋមន្ត្រីនិងប្រជាជនសម្រាប់ការគាំទ្ររបស់ពួកគេដោយកត់សម្គាល់ថាជំនួយចាប់តាំងពីការចាប់ផ្ដើមនៃការលុកលុយពេញលេញរបស់រុស្ស៊ីមានចំនួនសរុបជិត $9,000 លានលោក Zelensky បានគូបញ្ជាអំពីការរួមចំណែករបស់ហូឡង់ដែលមានទឹកប្រាក់ប្រហែល $600 លានចំពោះគំនិតព្រួយផ្ដើម PUOL ដែលបាននិយាយថាបញ្ជូននូវសញ្ញានិងបង្កើនឧទាហរណ៍សម្រាប់ដៃគូផ្សេងទៀតនៅក្នុងជំនួបនេះមន្ត្រីទាំងពីរបានពិភាក្សាអំពីការពង្រីកនៃគំនិតព្រួយផ្ដើមនេះលើកទឹកចិត្តដល់ការរួមចំណែកបន្ថែមទៀតនិងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងការអភិវឌ្ឍយន្តហោះគ្មានមនុស្សបើកលោក Brekel បាននិយាយថាយើងមានមោទនភាពខ្លាំងណាស់ក្នុងការផ្ដល់នូវការគាំទ្ររួមទាំងតាមរយៈគំនិតព្រួយផ្ដើម PUOL យន្តហោះ F-16 ប្រព័ន្ធការពារដែនអាកាសការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកនិងគម្រោងផលិតយន្តហោះគ្មានមនុស្សបើករួមគ្នាលោក Zelensky ក៏បានបង្ហាញទៅដល់រដ្ឋមន្ត្រីការពារជាតិហូឡង់ថា Order of Merit នៅក្នុងការទទួលស្គាល់នៃការគាំទ្ររបស់ប្រទេសហូឡង់លោក Brekel បានពិពណ៌នានៃការតស៊ូរបស់អ៊ុយក្រែនថាជារឿងដែលមានការស្វិតស្វាញនិងគួរឲ្យរន្ធត់ដែលបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការជួយទីក្រុងគីវទាំងការការពារសន្តិសុខជាតិនិងអឺរ៉ុបលោក Brekel បាននិយាយថាជារៀងរាល់ថ្ងៃខ្ញុំព្យាយាមធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីជួយអ្នកការពារសន្តិសុខរួមរបស់យើងរបស់អ្នកនិងអឺរ៉ុបទាំងអស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាគណៈប្រតិភូរបស់អ៊ុយក្រែននឹងផ្ដល់នូវការបញ្ជាទិញប្រព័ន្ធការពារដែនអាកាសប្រព័ន្ធ HIMARS ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកនាពេលខាងមុខនេះគណៈប្រតិភូអ៊ុយក្រែនក៏រងនឹងធ្វើដំណើរទស្សនកិច្ចនៅទីក្រុង Washington នាសប្តាហ៍ក្រោយដើម្បីចរចាសម្រាប់ការទិញប្រព័ន្ធការពារដែនអាកាសបន្ថែមក៏ដូចជាប្រព័ន្ធ Rocket HIMARS ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង MEGA ដែលប្រធានាធិបតីលោក Zelensky និយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី10ខែតុលា
លោកប្រធានាធិបតីធ្លាប់បានប្រកាសថាអ៊ុយក្រែនកំពុងរៀបចំផែនការទាំង Mega Deal ដែលជាកិច្ចព្រមព្រៀងដ៏ធំមួយស្តីពីការទិញអាវុធអាមេរិកនិងផែនការ Drone Deal ដើម្បីលួចប្រព័ន្ធគ្មានមនុស្សបើករបស់អ៊ុយក្រែនទៅឲ្យអាមេរិកវិញហើយកិច្ចព្រមព្រៀងដំបូងត្រូវបានគេកំណត់ថាមានទំហំនៃតម្លៃរហូតទៅ$90,000 លានអាមេរិកលោក Zelensky បាននិយាយថាអ្វីដែលសំខាន់បំផុតនៅក្នុង Mega Deal គឺប្រព័ន្ធការពារដែនអាកាសយើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការទិញវាហើយយើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់នៅកម្មវិធីប្រភេទផ្សេងៗគម្រោង PUOL ស្ថិតនៅក្នុងចំណោមគម្រោងទាំងនេះដែលលោក Zelensky និយាយដោយសំដៅទៅលើក្របខ័ណ្ឌនៃការទិញអាវុធដែលដឹកនាំដោយអង្គការ NATO លោកប្រធានាធិបតីបានបន្ថែមថាដៃគូយល់ថាលុយចាំបាច់ត្រូវតែបែងចែកសម្រាប់ប្រព័ន្ធការពារដែនអាកាសជាចម្បងរបស់អាមេរិកប៉ុន្តែមិនត្រឹមតែប៉ុណ្ណោះប្រធានាធិបតីរូបនេះដែលបានបន្ថែមថាដោយដែលបានរាយការណ៍ដោយកាសែត Supply ជាដំណើរការថាធិបាយរបស់លោក Zelensky បានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារទ្រង់ទ្រាយធំទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនពេញមួយយប់ថ្ងៃទី9ដល់ថ្ងៃទី10ខែតុលាដែលរុស្ស៊ីបានប្រើប្រាស់ជាមួយនឹងកាំជ្រួចនាវានិងមីស៊ីលផ្លោងចំនួន32គ្រាប់ដើម្បីតម្រង់គោលដៅមកលើទីតាំងនៃទីក្រុងនានារបស់អ៊ុយក្រែនកងការពារដែនអាកាសអ៊ុយក្រែនតាមសេចក្តីរាយការណ៍បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន405គ្រឿងនិងកាំជ្រួចចំនួន15គ្រឿងចំពេលដែលមានការវាយប្រហារដែលបានសម្លាប់កុមារម្នាក់និងរបួសយ៉ាងតិច24នាក់គណៈប្រតិភូដែលដឹកនាំដោយនាយករដ្ឋមន្ត្រីអ្នកស្រី Yulia Zyrydenko និងរួមបញ្ចូលនៅមន្ត្រីរដ្ឋាភិបាលកំពូលរួមទាំងប្រធានបុគ្គលិករបស់លោក Zelensky លោក Andrei Yermak និងស្នងការទណ្ឌកម្មលោក Vladislav Vlachuk ផងដែរលោកប្រធានាធិបតី Zelensky ក៏បានបន្ថែមថាគណៈប្រតិភូអ៊ុយក្រែនក៏គ្រោងនឹងស្វែងរកការកែប្រែដែលមិនបានបញ្ជាក់ចំពោះ Missile ATACMS ការចរចាដែលបានគ្រោងទុកនឹងធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានបើកភ្លើងខៀវទៅដល់ការគាំទ្រផ្នែកយោធាថ្មីសម្រាប់អ៊ុយក្រែននិងជាសាធារណៈនៃការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ដែលកាំជ្រួចរយៈចម្ងាយឆ្ងាយត្រូវបានបង្កើតឡើងសម្រាប់ការវាយប្រហារយ៉ាងជាក់លាក់ប្រធានាធិបតីអាមេរិកបាននិយាយកាលពីថ្ងៃទី6ខែតុលាថាលោកបានធ្វើការសម្រេចចិត្តទៅលើថាតើត្រូវផ្គត់ផ្គង់ឲ្យអ៊ុយក្រែនជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ប៉ុន្តែចង់ស្វែងរកនៅអ្វីដែលពួកគេកំពុងធ្វើជាមួយនឹងរុស្ស៊ីថ្លែងទៅកាន់អ្នកសារព័ត៌មានលោក Zelensky បានលើកឡើងអំពីអាវុធដែលលោកបានទូស៊ូមតិតាំងពីរដូវស្លឹកឈើជ្រុះឆ្នាំមុននៅទីក្រុងញូវយ៉កនៅក្នុងអំឡុងពេលដែលលោក Donald Trump នៅតែជាបេក្ខជនប្រធានាធិបតីអ្នកទាំងអស់គ្នាបានស្គាល់ឈ្មោះទាំងនេះដែលទាំងនោះគឺ HIMARS ATACMS និង Tomahawk ហើយយើងមិនខ្លាចក្នុងការនិយាយអំពីមីស៊ីលទាំងនេះនោះទេប៉ុន្តែយើងមិនចង់មានការសន្ទនាអំពីរឿងនេះដែលត្រូវបានអូសបន្លាយជ័យរំពឹងថានឹងមានការឆ្លើយតបជាវិជ្ជមានពីសហរដ្ឋអាមេរិកថ្លែងនៅវេទិកា Valdiv ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថាវិធានការបែបនេះនឹងសម្គាល់អំពីដំណាក់កាលថ្មីនៃការកើនឡើងនៃភាពតានតឹងហើយអាចនឹងបំផ្លាញទៅដល់វឌ្ឍនភាពណាមួយក្នុងទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីយ៉ាងណាមិញបើទោះបីជាមានការគំរាមកំហែងពីសំណាក់រុស្ស៊ីក៏ដោយក៏លោក Zelensky បាននិយាយនៅថ្ងៃទី9ខែតុលាកន្លងទៅថាការបញ្ជូននៃកាំជ្រួច Tomahawk អាចនឹងបង្ខំឲ្យរុស្ស៊ីមើលឃើញអំពីស្ថានភាពជាក់ស្ដែងហើយងាកត្រឡប់មកកាន់តុចរចាវិញ